và cái chia ca sầm rập xí và pin mùi caประกวดแต่ម្ដងបាទសមាជិកកីឡាករបាទរបស់ក្រុមទាំងសងខាងបាទគឺត្រៀមដើម្បីធ្វើការប្រកួតបាទយើងឃើញពី11នាក់បាទដែលគ្រូបង្វឹកបាទទាំងសងខាងមករៀបចំដែលបាល់លេខដំបូងបាទកែចេញពីជើងរបស់ក្រុមបាល់ទាត់ Nagavel បាទឱកាសដំបូងត្រង់នេះបាទការសុទ្ធមួយជើងរបស់សរតនាបាទរេលីហេងអាចជួយបានបាទការសុទ្ធបុកទីបាទក្នុងប្រអប់បាទរេលីហេងបាទគាត់ប្លង់បាល់នេះបានល្អបាទក្រោយមកទៀតបាទក៏មានការសុទ្ធបាទអ្នកចំទី Redley Heng បាទក៏ជួយបានបាទការទីសុទ្ធឆ្វេងបាទរបស់ស៊ិនកកដាបាទមួយលើកជាពីរលើកបាទ Redley Heng បាទតែងតែជួយបានត្រង់ចំណុចនេះហើយបាទការតបមួយជើងពីចម្ងាយបាទរបស់កីឡាករ Lucas Oliveira de Pola បាទបំប៉ងសំណាញ់ទីបាទទៅលើវិសាខានៅនាទី32បាទជួយ Nagavel នាំមុខលើវិសាខា1-0បាទត្រង់ចំណុចនេះហើយបាទដែលបាទជើងវិញដាក់មួយជើងហើស្អាតណាស់បាទប៉ុន្តែអ្នកចាំទីបាទក៏បដិសេធបាទក្របបាល់បាទគឺមិនចូលទេបាទជួយសង្គ្រោះបាល់នេះបានបាទកឡុកបន្តិចបាទប៉ុន្តែធ្លាក់មកវិញគឺគាត់អាចក្តោបបាល់នេះជាប់បាទដែលធ្វើចោលការប្រកួតវគ្គទី1បាទ Naga នាំមុខលើវិសាខាបណ្ដោះអាសន្នបាទ1-0ឈានចូលដល់ការប្រកួតនៅក្នុងវគ្គទី2បាទមានក្របបាល់កើតឡើងបន្ថែមទៀតបាទតែបាល់កែចេញពីជើងរបស់ក្រុមបាល់ទាត់វិសាខាបាទហើយកីឡាករ Lucadias ទាញសុទ្ធជើងឆ្វេងបាទនាទី56ឲ្យក្រុមបាល់ទាត់បាទវិសាខាតាមបានស្មើបាទ1-1បាល់នេះគឺក៏មានប៉ះជើងបាទខ្សែការពាររបស់ Naga បាទ reflect ចូលក្នុងសំណាញ់ទីដែរនេះបាទមកចុងជើងឆ្វេងបាទរបស់ Matthew Martin បាទហើយ Matthew Martin ដដែលបាទក៏សាងកិត្តិយសបាទលុបលាកំហុសតែបាល់បញ្ចូលទីបាទឲ្យ Nagavel បានវិក្របវិញបាទនៅនាទី78បាទឲ្យបាទ Naga បាទនាំមុខលើវិសាខា2-1បាទជាការបាទទទួលបាល់ពីជ្រុងបាទ Matthew Martin ក៏តែតមកប្រឡោះជើងបាទរបស់ជ័យមេងនឹងគូទីបានយ៉ាងល្អបាទ Lucas Oliveira បាទជាអ្នកអាស៊ីសបាទនេះបាទដែលចុងម៉ោងទៅហើយបាទគឺ2-1បាទអ្វីដែលសំខាន់នេះបាទថាគ្រិយាចុងម៉ោងដូចគ្នាបាទតែបាល់បញ្ចូលទីមួយគ្រាប់ដែរបាទឲ្យវិសាខាបាទតាមស្មើបាទជាមួយនឹង Nagavel បាទគឺ2-2 90+3ទៅហើយបាទដែលថាគ្រិយាបាទសម្រាប់គ្រាប់បាល់នេះបានបាទដូច្នេះបាទសម្រាប់ជើងទី1របស់ក្រុមទាំងពីរកាត់កងគ្នាទៅបាទគឺ2ស្មើសិនបាទអញ្ចឹងយ៉ាងណាបាទយើងចាំមើលការប្រកួតដែលនឹងផ្លាស់ប្ដូរទឹកដីបាទទៅលេងនៅកីឡដ្ឋានរបស់ក្រុមវិសាខាបាទនៅប្រកួតបន្ទាប់បាទតើក្រុមណាដែលឡើង